ជម្រាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកបកស្រាយប្រធានបទe-commerce management system ដែលក្នុងនោះមានសមាជិកក្រុម4នាក់ទី1សុមារ៉ាទី2ត្រីខេម៉ាទី3មែនស្រីពេជ្រទី4ណេតសម្បត្តិមាតិកាមាន6វេទិកាទី1សេចក្តីផ្ដើមទី2ចំណោចបញ្ហាទី3គោលបំណងទី4វិធីសាស្ត្របង្កើតទី5ការទទួលខុសត្រូវទី6សេចក្តីសន្និដ្ឋានសេចក្តីផ្ដើមសប្តាហ៍ថ្ងៃការទិញទំនិញតាមអ៊ីនធឺណិតកំពុងមានការពេញនិយមខ្លាំងអាជីវកម្មជាច្រើនត្រូវការប្រព័ន្ធ e-commerce ដើម្បីគ្រប់គ្រងផលិតផលការបញ្ជាទិញនិងការទូទាត់ប្រាក់ឲ្យមានប្រសិទ្ធភាពចំណុចបន្ទាប់នេះខ្ញុំសូមប្រកល់ឲ្យមិត្តភ័ក្តិខ្ញុំបកស្រាយបន្តនឹងខ្ញុំមានស្រីពេជ្រមកបកស្រាយចំណុចបន្ទាប់គឺចំណោទបញ្ហាការលក់ទំនិញដោយដៃចំណាយពេលច្រើនពិបាកគ្រប់គ្រងស្តុកទំនិញពិបាកតាមដានការបញ្ជាទិញរបស់អតិថិជនការរៀបចំរបាយការណ៍លក់មិនមានប្រសិទ្ធភាពស្លាយបន្ទាប់គោលបំណងការបង្កើតប្រព័ន្ធលក់ទំនិញអនឡាញគ្រប់គ្រងផលិតផលការបញ្ជាទិញនិងអតិថិជនផ្ដល់របាយការណ៍លក់និងស្ថិតិផ្សេងស្លាយបន្តឲ្យមិត្តភ័ក្តិបន្តនឹងខ្ញុំគឺជាសមាជិកទី4នឹងធ្វើការបកស្រាយទៅលើស្លាយបន្ទាប់ដែលមានដូចជាវិធីសាស្ត្របង្កើតមាន Web Dashboard Laravel 12 Mobile App Flutter Database MySQL API RESTful API ការទទួលខុសត្រូវសមាជិកទី1វិភាគប្រព័ន្ធ System Analysis និងរៀបចំឯកសារគម្រោងសមាជិកទី2រចនាមូលដ្ឋានធរណី Database Design និងបង្កើត API សមាជិកទី3អនុវត្ត Web Dashboard ដោយ Laravel សមាជិកទី4អនុវត្ត Mobile Application ដោយ Flutter និងធ្វើតែប្រព័ន្ធខ្ញុំស្លាយបន្ទាប់គម្រោង e-commerce management system ត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ការលក់ទំនិញអនឡាញនិងគ្រប់គ្រងព័ត៌មានអាជីវកម្មឲ្យកាន់តែមានភាពល្អប្រសើរនិងមានប្រសិទ្ធភាពខ្ពស់ប្រព័ន្ធនេះអាចគ្រប់គ្រងផលិតផលអតិថិជនការបញ្ជាទិញនិងរបាយការណ៍លក់បានយ៉ាងងាយស្រួលត្រឹមត្រូវសូមចាប់ផ្សាយសូមអរគុណ